ព្រះធរណីបានបាក់ជម្រៅ50 ម៉ែត្រផ្អើលទីក្រុងបាងកកទាំងព្រឹកអ្នកក្រុងបាងកកមានការភ្ញាក់ផ្អើលនិងភ័យរន្ធត់ព្រោះតែហេតុការណ៍បាក់ដីជម្រៅ50 ម៉ែត្រនៅព្រឹកថ្ងៃពុធទី24 ខែកញ្ញាឆ្នាំ2025ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 7:08 នាទីនៅលើផ្លូវសាមសេមទល់មុខមន្ទីរពេទ្យវ៉ាជីរ៉ានិងប៉ុស្តិ៍ប៉ូលីសសាមសេននៅក្នុងខណ្ឌឌូស៊ីតទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរថៃនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការបាក់ដីនេះទេភ្លាមក៏មិនទាន់មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ផងដែរដឹងមូលហេតុនៃការបាក់ស្រុតផ្លូវដ៏ធំនៅក្នុងទីក្រុងបាងកកហើយផ្នែកមួយនៃផ្លូវសាមសេនទល់មុខមន្ទីរពេទ្យវ៉ាជីរ៉ានៅក្នុងខណ្ឌឌូស៊ីតនៅក្នុងទីក្រុងបាងកកបានបាក់ស្រុតនៅព្រឹកថ្ងៃទី24 ខែកញ្ញាឆ្នាំ2025បង្កើតជាជម្រៅ50 ម៉ែត្រនិងបង្ខំឲ្យមានការបិទផ្លូវជាបន្ទាន់បើយោងទៅតាមការចុះផ្សាយដោយ The Nation មន្ត្រីសាលាខណ្ឌឌូស៊ីតបានបញ្ជាក់ឲ្យដឹងថាការបាក់ស្រុតនេះគឺបានកើតឡើងនៅវេលាម៉ោង 7:30 នាទីព្រឹកបណ្ដាមកពីផ្ទុះបំពង់ទឹកធ្វើឲ្យប៉ះពាល់ដល់ផ្នែកខាងលើនៃផ្លូវឧបទ្ទហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈរួមទាំងអគ្គិសនីនិងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះអាជ្ញាធរបានបិទផ្លូវចន្លោះផ្លូវបំបែកមន្ទីរពេទ្យវ៉ាជីរ៉ានិងផ្លូវបំបែកសាងហ៊ីដោយជំរុញឲ្យអ្នកបើកបរត្រូវគេចពីតំបន់នោះក្រុមអ្នកជួសជុលមកពីភ្នាក់ងារជាច្រើនកំពុងធ្វើការជាបន្ទាន់ដើម្បីធ្វើឲ្យទីតាំងមានស្ថិរភាពនិងស្ដារសេវាសំខាន់ឡើងវិញការិយាល័យខណ្ឌឌុយស៊ីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសូមអភ័យទោសចំពោះភាពរអាក់រអួលនិងស្នើសុំកិច្ចសហប្រតិបត្តិការជាសាធារណៈខណៈពេលដែលយើងកំពុងដោះស្រាយបញ្ហាមួយនេះមន្ទីរពេទ្យវ៉ាជីរ៉ានៅក្នុងទីក្រុងបាងកកបានជម្លៀសអ្នកជំងឺចេញជាបន្ទាន់ដោយសារតែហានិភ័យនៃការបាក់រលំបន្ទាប់ពីហេតុការណ៍បាក់ផ្លូវសាមសេនបំណាក់ផ្លូវនេះបានជះឥទ្ធិពលដ៏ធំដល់អគារមន្ទីរពេទ្យទើបធ្វើឲ្យមន្ត្រីចេញការព្រមានឲ្យមានការប្រយ័ត្នហើយមន្ទីរពេទ្យផ្ទាល់ក៏ត្រូវបានបង្ខំចិត្តជម្លៀសអ្នកជំងឺដើម្បីសុវត្ថិភាពផងដែរតាមរយៈការចេញផ្សាយដោយកាសែតកៅសុតក្រៅពីអ្នកជំងឺពលរដ្ឋរស់នៅក្បែរទីនោះក៏ត្រូវបានជម្លៀសចេញផងដែរស្របពេលរដ្ឋបាលក្រុងបាងកកក៏បានប្រកាសដាក់តំបន់នេះជាតំបន់ហាមចូលព្រោះតែមានគ្រោះថ្នាក់សូមជម្រាបថាផ្នែកមួយនៃផ្លូវសាមសេនទៅមុខមន្ទីរពេទ្យវ៉ាជីរ៉ានៅក្នុងខណ្ឌឌុយស៊ីតនៃទីក្រុងបាងកកបានបាក់ស្រុតនៅព្រឹកថ្ងៃពុធទី24 ខែកញ្ញាឆ្នាំ2025ដោយរណ្ដៅរបស់វាមានជម្រៅ50 ម៉ែត្រមន្ត្រីសាលាខណ្ឌឌុយស៊ីតបានឲ្យដឹងថាការបាក់ស្រុតនេះកើតឡើងនៅវេលាម៉ោង 7:30 នាទីព្រឹកបណ្ដាមកពីផ្ទុះបំពង់ទឹកធ្វើឲ្យប៉ះពាល់ផ្នែកខាងលើនៃផ្លូវខេត្តអយុធ្យាកំពុងជន់លិចធ្ងន់ធ្ងរមើលទៅប្រៀបបីដូចជាទន្លេឯពលរដ្ឋកំពុងរងទុក្ខវេទនាដង្ហែសុំជំនួយជាបន្ទាន់គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតបានវាយប្រហារភាគកណ្ដាលប្រទេសថៃមួយនេះរាប់ខែមកហើយប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពបានប្រែក្លាយទៅជាធ្ងន់ធ្ងរដល់កំពូលពេលដែលទន្លេផាសាក់បានឡើងហួសកម្រិតប្រកាសអាសន្នទៅហើយតាមរយៈការចេញផ្សាយដោយកាសែតកៅសុតនៅថ្ងៃពុធទី24 ខែកញ្ញាឆ្នាំ2025តំបន់ខ្លះទឹកបានជន់លិចដល់ដំបូលផ្ទះបន្ទាប់ពីទំនប់ចៅប្រយ៉ាបានបញ្ចេញទឹកកម្រិតច្រើនបំផុត 2200 ម៉ែត្រគីបក្នុង1វិនាទីកន្លែងរងគ្រោះខ្លាំងជាងគេគឺឃុំបានក្រាបធំនៃស្រុកសេណាដែលទឹកជំនន់បានជន់លិចដល់ទៅកម្ពស់ 3 ម៉ែត្របង្ខំឲ្យពលរដ្ឋឡើងទៅដេកលើដំបូលផ្ទះដើម្បីគេចផុតពីគ្រោះថ្នាក់អ្នកខេត្តកំពុងរងទុក្ខស្រែកសុំជំនួយព្រោះថាស្ថានភាពនឹងមិនធូរស្រាលឆាប់នេះទេដោយទឹកនឹងបន្តហក់ឡើងទៀតស្របពេលដែលព្យុះថ្មីរ៉ាកាសាកំពុងជះឥទ្ធិពលស្របពេលជាមួយគ្នាក៏មានស្ដីរាយការណ៍អំពីមនុស្សស្លាប់ចំនួន 3 នាក់ដោយសារលងទឹកនៅក្នុងខេត្តនេះផងដែរហុងកុងបានប្រកាសអាសន្នដោយសារមហាព្យុះទីហ្វុងរ៉ាកាសាដែលហោះសម្ដៅទៅវាយប្រហារទីក្រុងនេះខណៈនៅឯប្រទេសថៃអានេះកំពុងឆ្លេឆ្លាផងដែរដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះសាហាវបំផុតប្រចាំឆ្នាំមួយនេះតាមរយៈការចេញផ្សាយដោយ South China Morning Post នៅថ្ងៃទី24 ខែកញ្ញាឆ្នាំ2025ព្យុះនេះបានវាយប្រហារទីក្រុងហុងកុងជាមួយនឹងខ្យល់ល្បឿន120 គីឡូម៉ែត្រក្នុង1ម៉ោងដោយសារតែកម្លាំងដ៏គ្រោះថ្នាក់របស់វាហុងកុង
បានផ្អាកការហោះហើរប្រមាណជា6ជើងពន្យាពេលការដឹកជញ្ជូនតាមផ្លូវទឹកបិទសាលារៀនអាជីវកម្មនិងជំនះមនុស្សរាប់ម៉ឺននាក់រួចទៅហើយអាជ្ញាធរព្រមានថាឥទ្ធិពលនឹងបង្កជាទឹកជំនន់ធ្ងន់ធ្ងរវេប្រហារតំបន់ទំនាបដូចជាលីយ៉ុងម៉ុននៅភាគខាងកើតតំបន់កៅលូនតំបន់តៃអូនៅលើកោះឡានតូភាគខាងលិចនិងតៃប៉ូភាគខាងកើត New Territory នៅតៃវ៉ាន់ក៏ប្រកាសអាសន្នដែរខណៈព្យុះខ្លាំងបំផុតប្រចាំឆ្នាំមួយនេះបានបណ្ដាលឲ្យមនុស្ស14នាក់បានស្លាប់រួចទៅហើយបន្ទាប់ពីទឹកជំនន់បានជញ្លិចទីក្រុងកួងហ្វូចំណែកនៅឯថៃឯណេះកំពុងឆ្លេឆ្លាព្រោះឥទ្ធិពលដ៏ខ្លាំងនៃព្យុះរ៉ាកាសានឹងបង្កជាទុក្ខវេទនាធំធេងដល់តំបន់ជាច្រើននៅទូទាំងប្រទេសតាមរយៈការចេញផ្សាយដោយកាសែតកៅសុតនៅថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025នាយកដ្ឋានអតុនិយមថៃបានព្រមានដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារឥទ្ធិពលព្យុះនឹងបង្កជាគ្រោះថ្នាក់ដូចជាភ្លៀងធ្លាក់ខ្លាំងចំនួនរហ័សបំណាក់ដីនិងទឹកទន្លេហូរបុកខ្លាំងខេត្តដែលរងគ្រោះខ្លាំងជាងគេស្ថិតនៅប៉ែកខាងជើងឦសានកណ្ដាលនិងខាងកើតខណៈទីក្រុងបាងកកក៏រងគ្រោះថ្នាក់នេះផងដែរការព្រួយបារម្ភពីសុវត្ថិភាពការកើនឡើងថ្លៃចំណាយនិងការប្រកួតប្រជែងបានធ្វើឲ្យភ្ញៀវទេសចរចិនជាច្រើនអ្នកបានសម្រេចផ្លាស់ប្ដូរទិសដៅរបស់គេធ្វើដំណើរពីប្រទេសថៃទៅកាន់ប្រទេសវៀតណាមជំនួសវិញរបាយការណ៍ព័ត៌មានជាច្រើនបង្ហាញថាការនេះបានជំរុញឲ្យវិស័យទេសចរវៀតណាមមានការកើនឡើងខណៈទេសចរដែលចូលទៅក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកឧបទ្ទហេតុនិងកត្តាជាច្រើនបានធ្វើឲ្យគេឈ្មោះប្រទេសថៃអាស្រ័យក្នុងចំណោមអ្នកធ្វើដំណើរចិនគណៈមន្ត្រីនិងប្រតិបត្តិការទេសចរថៃកំពុងព្យាយាមដោះស្រាយអំពីបញ្ហាមួយនេះការចាប់ចម្រិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើតារាសម្ដែងចិនវ៉ាងស៊ីងនៅដើមឆ្នាំ2025គឺជាការរារាំងដ៏សំខាន់មួយវ៉ាងត្រូវបានគេល្បួងទៅប្រទេសថៃហើយបន្ទាប់មកត្រូវបានគេជួញដូរទៅជាក្រុមឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាព័ត៌មាននេះបានផ្សាយភាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គមចិននិងបន្តបង្កការភ័យខ្លាចដល់សប្តាហ៍ថ្ងៃភាពយន្ត No More Bad ជាភាពយន្តចិននៅឆ្នាំ2023 No More Bad បានពិពណ៌នាអំពីការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាពយន្តនេះបានបង្កើតការភ័យខ្លាចសុវត្ថិភាពនៅក្នុងចំណោមទស្សនិកជនចិនហើយឧបទ្ទហេតុចាប់ចម្រិតនៅក្នុងជីវិតពិតបានរឹតបង្កើតការព្រួយបារម្ភមួយកម្រិតទៀតការបោកប្រាស់និងការក្លែងបន្លំភ្ញៀវទេសចរចិនបានត្អូញត្អែអំពីការបោកប្រាស់និងឧក្រិដ្ឋកម្មជាច្រើនរួមទាំងការយកប្រាក់លើសដោយអ្នកបើកបរតាក់ស៊ីនិងអ្នកលក់ដូរពីជនបរទេសនៅតាមតំបន់ទេសចរសំខាន់ៗមានរបាយការណ៍ផងដែរអំពីក្រុមឧក្រិដ្ឋជនចិនដែលប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងតំបន់ការកើនឡើងថ្លៃទំនិញនិងសេវាកម្មការឡើងថ្លៃក្រោយជំងឺរាតត្បាតសម្រាប់សន្តាគារអាហារនិងការដឹកជញ្ជូនបានធ្វើឲ្យប្រទេសថៃលែងសូវមានតម្លៃសមរម្យដូចមុនដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលធ្លាប់ជាគោលដៅទេសចរមានតម្លៃសមរម្យសម្រាប់បរទេសការកើនឡើងថ្លៃប្រាក់បាតធៀបនឹងប្រាក់យួនចិនក៏បានធ្វើឲ្យការធ្វើដំណើរទៅកាន់ប្រទេសថៃមានតម្លៃថ្លៃជាងមុនផងដែរ